ចឹងយើងបន្តលំហាត់ប្រតិបត្តិនៅត្រង់ចំណុច 1.3 ប្រមាណវិធីនៅលើ radical អញ្ចឹង 1.3.1 វិធីបូកនិងដកនៃ radical អញ្ចឹងបងបានផ្ញើវីដេអូឲ្យថ្ងៃមិញហើយអីចឹងល្ងាចនេះគ្រាន់តែកែតកតងលំហាត់ប្រតិបត្តិអូខេជាងលំហាត់ប្រតិបត្តិយើងគេឲ្យយើងកណនាតម្លៃទាំងអស់ហ្នឹងអញ្ចឹងអូខេអញ្ចឹងយើងចូលទៅក្នុងលំហាត់យើងមកអញ្ចឹងលំហាត់ប្រតិបត្តិកណនាយើងមានកយើងមានខយើងមានកអញ្ចឹងទៅជឿនៅក្នុងកនោះមកកែលំហាត់នេះកលំហាត់ទី1លំហាត់ទី2លំហាត់ទី3អូខេអញ្ចឹងដើម្បីកណនាផលបូកផលដកវាបានអញ្ចឹងបងបានបង្ហាញនៅក្នុងមេរៀនហើយត្រូវតែមាន radical ឬវាដូចគ្នានេះអញ្ចឹងបើថាឬ2ឬ2ដូចគ្នាទើបយើងអាចកណនាបានអញ្ចឹងដើម្បីកណនាវាបានយើងចាប់ឬ2ជាកតាមកឬ2នេះយើងចាប់ជាកតាមកនេះយើងចាប់ឬ2ទៅ1មកហើយយើងអា6នេះ6ដក6ដក2ឬ6ដក8 6ដក8អញ្ចឹងកន្លែងនេះខុសកន្លែងនេះ6ដក8អញ្ចឹង6ដក8នៅសល់ដក2អូខេអញ្ចឹង6ដក8សល់ដក2អញ្ចឹងលំហាត់យើងចម្លើយប៉ុណ្ណឹងចានេះបងសេកាត់ទេយើងអាចទៅសេពេញបានអញ្ចឹងយើងមើលខគេឲ្យមកគឺ3ឬ11បូកជាមួយនឹង5ឬ44ដកជាមួយនឹង3ឬ99អញ្ចឹងដើម្បីកណនាផលបូកផលដកអានឹងបានយើងត្រូវបំលែងវាធ្វើម៉េចឲ្យចេញឬដូចគ្នាដើម្បីយើងចាប់ជាកតាបានអញ្ចឹងយើងមើលអាឬណាតូចជាងគេឬនេះតូចជាងគេឬ11នេះអញ្ចឹងយើងបំលែងឲ្យផ្សេងទៀតឲ្យជាប់ឬ11ដែរឲ្យមានឬ11ដែរអញ្ចឹងអានេះយើងទុកតែបន្តមកទីយើងបំបែក44អញ្ចឹងវាស្មើជាមួយនឹង4គុណនឹងឬគុណនឹង11ហើយ99នេះវាស្មើនឹង9គុណនឹង11ដែរអញ្ចឹងយើងអាចបំបែកតទៀតបានអញ្ចឹងអានេះយើងទុកតែហើយអានេះយើង4នេះយើងអាចបញ្ចេញពីឬបានអញ្ចឹង4បញ្ចេញមកបាន2គុណ2អញ្ចឹងមកហើយឬ11គឺជាប់នៅនឹងដែរហើយ9នេះក៏ដូចគ្នាដែរ9ហ្នឹងគឺយើងបញ្ចេញពីឬមកយើងបាន3ហើយអញ្ចឹងហើយយើងអាចកណនាបានដែរដោយសារវាអីវាមានឬ11ដូចគ្នាអញ្ចឹងយើងចាប់ឬ11ជាកតាមកអញ្ចឹងអានេះបាន3បូក5 2ដង10 3 3ដង9អញ្ចឹងដក9អញ្ចឹងយើងកណនាមក3បូក10ដក9នៅសល់4អូខេអញ្ចឹងបន្តមកទៀតយើងមើលលំហាត់ទី3គេឲ្យ3ឬ18ដកជាមួយនឹង12បូកជាមួយនឹងឬ75បូកនឹងឬ2អញ្ចឹងយើងស្រឡឹងមើលអាឬណាដែរថាតូចជាងគេអញ្ចឹងឬ2នេះតូចជាងគេអញ្ចឹងយើងបំបែកទៅនេះឲ្យដូចឬ2ដែរ18នេះអញ្ចឹង18ហ្នឹងយើងបាន9គុណនឹង2ដល់ពេលអា12នេះបើសិនជាយើងបំបែកឧទាហរណ៍យើងដាក់6គុណនឹង2អញ្ចឹង6គុណនឹង2គឺវាបញ្ចេញអត់បានទាំងពីរដល់តែលេខ6ក៏បញ្ចេញពីឬអត់កើតលេខ2ក៏បញ្ចេញពីឬអត់កើតអញ្ចឹងយើងអត់កើតទេយើងត្រូវយើងចាប់ឲ្យម៉េចធ្វើម៉េចឲ្យយើងបញ្ចេញពីឬកើតដែរអញ្ចឹងយើងដាក់4គុណនឹង3វិញ4គុណ3អញ្ចឹងយើងព្យាយាមបំបែកទៅនេះឲ្យជាប់ឬ3ដែរអញ្ចឹងយើងបាន25គុណនឹង3ហើយឬ2នេះតុងដែរអញ្ចឹងយើងចាប់ឬ2ជាមួយឬ2នេះមកអានេះយើងបញ្ចេញមកបាន3នេះអញ្ចឹងបាន3គុណនឹង3គុណនឹងឬ2ហើយអានេះយើងបញ្ចេញពីឬមកយើងបាន2គុណនឹងឬ3
បូកជាមួយអានេះបញ្ចេញមកបាន5សល់ឬ3ហើយបូកជាមួយនឹងឬ2អញ្ចឹងយើងចាប់អាឬ2មួយឬ2ឬ3មួយឬ3អញ្ចឹងឬយើងចាប់ឬ2ជាកតាមកនៅសល់9បូកជាមួយ1ហើយនេះ9បូក1ហើយឬ3នេះយើងចាប់ជាកតាដែរមកយើងចាប់ឬ3ជាកតាអញ្ចឹងអានេះសល់ដក2ដាក់នៅនេះហើយ3នេះបូក3ហ្នឹងឯងអញ្ចឹងចម្លើយរបស់យើងគឺនៅសល់10ឬ2បូកឬ3អានឹងលំហាត់កអញ្ចឹងយើងទៅមើលលំហាត់ខលំហាត់ខក៏មាន3ដែរមាន1 2 3អញ្ចឹងលំហាត់ទី1របស់យើងគេឲ្យ3ឬគុណនឹងឬទី3នៃ24បូក6ឬទី3នៃ81អញ្ចឹងយើងបបែកឲ្យដូចគ្នាមកអញ្ចឹង24យើងបាន8គុណនឹង3ចំណែកឯ81នេះគឺបាន27គុណនឹង3អញ្ចឹង8នេះយើងបាន2គីបយើងបញ្ចេញអាចបញ្ចេញវិរុទ្ធបានហើយ27នេះយើងបាន3គីបអាចបញ្ចេញវិរុទ្ធបានអញ្ចឹងចម្លើយរបស់យើងស្រួលចេញមកអញ្ចឹងអានេះ2បញ្ចេញវិរុទ្ធគុណនឹង3បាន6ចានេះ3បញ្ចេញវិរុទ្ធគុណនឹង6បាន18អញ្ចឹងយើងចាប់ឬ3ជាកតាមកយើងបូក6មក18មកបាន24ចឹងយើងទៅមើលលំហាត់ទី2នៅក្នុងលំហាត់ខនឹងដដែលចឹងគេឲ្យមក6ឬ3ទីឬទី3នៃ 8x ការ៉េដក2គុណនឹងឬទី3នៃ 27x ការ៉េអញ្ចឹង8យើងបញ្ចេញតែលេខមកហើយអានេះយើងអត់អាចបញ្ចេញបានដោយសារតែវា1ការ៉េ1គីប1ការ៉េ1គីបអញ្ចឹងយើងទុកនឹងដែរអញ្ចឹងយើងបញ្ចេញតែលេខមកលេខ8យើងបញ្ចេញបាន2 27យើងបញ្ចេញបាន3អូខេបន្តមកទៀតយើងគុណគ្នាធម្មតាមក6ពីដង10 6ពីដង12បងសេខុសហើយនេះ3ពីដង6ចានេះ12ដក6អញ្ចឹងយើងចាប់ជាកតាមកអាសាវាដូចគ្នាអញ្ចឹងអានេះនៅសល់6អូខេអញ្ចឹងយើងមើលលំហាត់ទី3របស់យើង4ឬទី3នៃដល់6ដកជាមួយនឹង3ឬគុណនឹងឬទី3នៃ54អញ្ចឹង16យើងបបែកបាន8គុណនឹង2ហេតុអីបានយើងចេះតែយក8រហូតដោយសារអី8វាបញ្ចេញពីឬ3បានហើយ54នេះស្មើ27គុណនឹង2អញ្ចឹងយើងបញ្ចេញយើងបាន2គីប8ស្មើ2គីប27នេះស្មើ3គីបអញ្ចឹងយើងបញ្ចេញមកបាន8គុណនឹង9 8ឬទី3នេះ2ដក9ឬទី3នេះ2អញ្ចឹងយើងដកគ្នាធម្មតាមក8ដក9សល់ដក1អូខេអញ្ចឹងយើងទៅមើលលំហាត់កវិញលំហាត់កគេឲ្យយើងគណនាអញ្ចឹងដែរគាត់ថាវាជាប់ប៉ារ៉ាម៉ែត្រ m ប៉ារ៉ាម៉ែត្រ x អីចឹងទៅអញ្ចឹងលំហាត់ទីកលំហាត់ទី1អញ្ចឹងយើងបបែកនេះបបែក48នេះអានេះឬទី4អញ្ចឹងយើងយក16គុណនឹង3អញ្ចឹង16នេះវាស្មើនឹង2សេគុណ4អញ្ចឹង2សេគុណ4បញ្ចេញពីឬនេះមកបាន2ហើយអានេះ243នេះស្មើ3សេគុណ5មក3គុណ5អញ្ចឹងយើងបញ្ចេញពីឬមកយើងវានេះវាស្មើនឹង3សេគុណ4គុណនឹង3អញ្ចឹងបានវាជាប់3ក្នុងនេះ1អញ្ចឹង3សេគុណ4យើងបញ្ចេញមកបាន3ក្រៅនេះអញ្ចឹងយើងអានេះ4ពីដង4ដកជាមួយ3នេះមកនៅសល់តែ1ទេអញ្ចឹងនៅសល់ឬទី1គុណឬទី4នៃ3អូខេអញ្ចឹងយើងមើលលំហាត់ទី2
5 ឬទី 4 នៃ m សកូន 4 បូក 8 ឬទី 4 នៃ 16 គុណនឹង m សកូន 4 អញ្ចឹងលំហាត់នេះស្រួលមែនតើអានេះយើងគ្រាន់តែបញ្ចេញមក m សកូន 4 សកូនឬទី 4 យើងសម្រួលនេះបានអញ្ចឹងនៅសល់ 5m យើងបូកជាមួយនឹង 8 គុណនឹង 16 នេះស្មើ2សកូន 4 អញ្ចឹង2សកូន 4 បញ្ចេញពីឫសទី 4 មកនៅសល់ 2 សល់ 2 នេះ ហើយ m សកូន 4 នេះយើងចេញមកបាន m អញ្ចឹង 5m បូកនឹង 16m 8 ពីដង 16 ស្មើនឹង 21m អូខេអញ្ចឹងយើងមើលលំហាត់ទី 3 នេះលំហាត់ទី 3 នេះ3 នេះបញ្ចេញពីឫសទី 3 អត់កើតទេហើយ x ការ៉េក៏អត់អាចបញ្ចេញពីឫសទី 3 បានដែរចំណែកឯ 3 នៅក្នុងនេះគាត់អាចបញ្ចេញពីឫសទី 5 បានហើយបូក x ការ៉េនេះគាត់អាចបញ្ចេញពីឫសទី 5 បានអញ្ចឹងគេថាដោយសារតែ radical ខុសគ្នាអញ្ចឹងมันអាចបូកបានទេអញ្ចឹងលំហាត់ហ្នឹងក៏យើងអត់អាចបបែកលេខនឹងបានដែរអញ្ចឹងយើងអត់អាចបូកឬក៏ដកបានទេយើងអាចដកបានទេអូខេមានប៉ុណ្ណឹងចាំស្អែកយើងបន្តចំណុចទៀត